បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានមួយដែលកើតឡើងនៅក្នុងខេត្តបៃលិនដោយមានយុវតីម្នាក់បាទសង្ស័យដោយគាត់ខូចចិត្តនៅនឹងរឿងក្រុមគ្រួសាររបស់គាត់រហូតដល់គាត់បានបញ្ចប់ជីវិតតែម្ដងប្រជាពលរដ្ឋនាំគ្នាមានការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំងដោយម្នាក់មានការសោកស្ដាយខណៈពេលដែលឃើញយុវតីម្នាក់ដែលជាកូនប៉ែតថ្មិញបានយកក្រមាចងកភ្ជាប់ទៅនឹងចម្រឹងបង្អួចផ្ទះរបស់ខ្លួនដើម្បីបញ្ចប់ជីវិតខណៈដែលគេសង្ស័យថាមានវិបត្តិផ្ទាល់ខ្លួនឬអន់ចិត្តនឹងក្រុមគ្រួសារពីរឿងអ្វីមួយដោយមិនអាចបំពេញបំណងចិត្តឪពុកម្ដាយបានហេតុការណ៍ដែលយុវតីចងកនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង 5:30 នាទីល្ងាចថ្ងៃទី21ខែមិនិនាឆ្នាំ2026ស្ថិតនៅក្បែរផ្សារសាមគ្គីហៅប៉ាហ៊ីក្នុងភូមិអូតាពុកលើសង្កាត់បៃលិនក្រុងបៃលិនខេត្តបៃលិនប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថាយុវតីមានឈ្មោះញឹមសូវន្តីអាយុ19ឆ្នាំរៀនចប់ថ្នាក់ទី12និងបន្តការសិក្សានៅសាកលវិទ្យាល័យឆ្នាំទី1រស់នៅក្នុងភូមិសង្កាត់ខាងលើដោយយកក្រមាចងកភ្ជាប់នឹងចម្រឹងបង្អួចក្នុងបន្ទប់របស់ខ្លួនប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានបន្តឲ្យដឹងបន្ថែមថាយុវតីរងគ្រោះនៅក្នុងភូមិឃុំខាងលើមានឪពុកជាប៉ែតថ្មិញប្រភពបន្តទៀតថាមុនពេលកើតហេតុយុវតីខាងលើបានធ្វើដំណើរមកលេងផ្ទះដើម្បីជួបជុំគ្រួសារនាថ្ងៃចុងសប្តាហ៍ហើយមានទឹកមុខស្រងត់ស្ងាត់ខុសពីធម្មតាតែគ្មានអ្នកណាចាប់អារម្មណ៍ឬក៏សួរនាំអ្វីឡើយណាមួយពេលសួរនាំក៏នាងអត់ឆ្លើយជាមួយផងដែរលុះក្រោយមកក៏ចូលទៅក្នុងបន្ទប់បិទទ្វារជិតតាំងពីព្រឹករហូតដល់ថ្ងៃអត់ឃើញចេញមកទទួលទានអាហារសោះឡើយប្រភពបន្តថាប៉ុន្តែដោយសារតែក្រុមគ្រួសារចាំបាត់ណាមួយហៅមិនឆ្លើយក៏សង្ស័យថាអាចនឹងមានរឿងអ្វីមួយកើតឡើងក៏គាស់មេសោដើម្បីចូលទៅមើលក្នុងបន្ទប់របស់នាងក៏ស្រាប់តែឲ្យឪពុកម្ដាយមានការតក់ស្លុតយ៉ាងខ្លាំងក៏ប្រញាប់តាក់ទងទៅតាមទូរស័ព្ទហៅអាជ្ញាធរភូមិនិងសមត្ថកិច្ចនគរបាលចុះមកប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យឃើញដឹងដែរថាមុនពេលកើតហេតុយុវតីខាងលើតែងតែនិយាយប្រាប់មិត្តភ័ក្តិរបស់នាងថារូបនាងមិនអាចធ្វើតាមបំណងចិត្តឪពុកម្ដាយរបស់ខ្លួនបានឡើយដោយសារតែនាងខិតខំប្រឹងប្រែងរៀនសូត្រហើយតែមិនអាចធ្វើឲ្យបានតាមការចង់បានរបស់ក្រុមគ្រួសារនោះទេគេដាក់ការសង្ស័យថាមកពីនាងមិនអាចធ្វើអ្វីតាមដែលឪពុកម្ដាយទាមទារបានទើបគិតថាខ្លួនឯងអត់មានសមត្ថភាពក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្ដងទោះបីជាយ៉ាងណាក៏ដោយក្រោយពេលនគរបាលពិនិត្យរួចរាល់ក៏ប្រគល់សពជូនទៅឲ្យក្រុមគ្រួសារដើម្បីរៀបចំបុណ្យតាមប្រពៃណីផងដែរបាទអញ្ចឹងព័ត៌មានមួយនេះខ្ញុំបាទក៏មានតែប៉ុណ្ណេះផងដែរសូមអរគុណសូមជម្រាបលា